នាងខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រកាសជាដឹងថាទឹកគឺពិតជាសំខាន់សម្រាប់រាងកាយហើយទឹកគឺជាឱសថដែលអាចជួយព្យាបាលជំងឺបានផងដែរប៉ុន្តែទោះបីជាយើងបានដឹងថាទឹកសំខាន់ដល់ថ្នាក់នឹងហើយយើងនៅតែមិនព្យាយាមទទួលទានទឹកនោះទេពីព្រោះខ្ញុំដឹងថាអ្នកទាំងអស់គ្នាប្រកាសជាចូលចិត្តពិសាទឹកផ្អែមដូចជាកាហ្វេឬក៏ទឹកភេសជ្ជៈផ្សេងៗទៀតទឹកគឺជាធាតុចាំបាច់ដែលយើងត្រូវការជានិច្ចបើគ្មានទឹកគឺពិតជាគ្មានជីវិតនោះទេបើសិនជារាងកាយរបស់យើងមានទឹកគ្រប់គ្រាន់គឺវាពិតជាល្អប្រសើរហើយវាក៏ជាមូលហេតុដែលអាចជួយកាត់បន្ថយជំងឺផ្សេងៗនោះផងដែរជាពិសេសនោះគឺស្បែករបស់យើងគឺនឹងមានពណ៌ស្រស់ថ្លាការពិសាទឹកឲ្យបានគ្រប់គ្រាន់និងត្រឹមត្រូវទៅតាមពេលវេលានោះគឺជារឿងសំខាន់ណាស់សម្រាប់សុខភាពរបស់យើងគឺយើងរកឃើញទឹកនៅក្នុងខួរក្បាលគឺ75%បេះដូង79%តម្រងនោម83%ឈាម83%ឆ្អឹង22%សាច់ដុំ75%ហើយនឹងថ្លើមគឺ85%ដូច្នេះហើយយើងឃើញថានៅក្នុងរាងកាយរបស់យើងគឺពោលគឺសុទ្ធតែមានទឹកទាំងអស់គ្រប់កោសិកានីមួយៗគឺសុទ្ធតែតម្រូវការឲ្យមានទឹកគ្រប់គ្រាន់វាគឺដើរតួជាឧបករណ៍សម្រាប់បន្ទប់ពូជកោសិកានិងរក្សាជាលកាទុនទឹកតែមួយគត់ដែលអាចសម្អាតគ្រប់ជាលកានៅក្នុងរាងកាយរបស់យើងពេលវេលាល្អនៅក្នុងការពិសាទឹកនោះគឺបន្ទាប់ពីយើងភ្ញាក់ពីគេងមុនពេលបាយ30នាទីក្រោយពេលបាយ30នាទីហើយនឹងមុនចូលគេង30នាទីផងដែរការកង្វះជាតិទឹកគឺធ្វើឲ្យបាត់បង់ជាតិលកាក៏ដូចជាកោសិកានៅក្នុងរាងកាយរបស់យើងផងដែរវាធ្វើឲ្យឈាមឡើងខាប់បង្កើនហានិភ័យនៃការដាច់សរសៃឈាមខួរក្បាលហើយនឹងជំងឺបេះដូងកង្វះជាតិទឹកគឺអាចធ្វើឲ្យកាត់បន្ថយជាតិស្ករនៅក្នុងឈាមហើយបណ្ដាលឲ្យឈឺក្បាលអស់កម្លាំងនិងអាចឈានទៅដល់ការសន្លប់នោះផងដែរសូមជ្រើសរើសទឹកបរិសុទ្ធជាចម្បងដើម្បីជៀសផុតពីជំងឺផ្សេងៗនៅក្នុងរាងកាយអ្នកទាំងអស់គ្នាត្រូវពិសាទឹកពី2ទៅ3លីត្រនៅក្នុងមួយថ្ងៃការសិក្សាថ្មីមួយបានធ្វើឲ្យមានការព្រួយបារម្ភដែលបានរកឃើញថាកុមារនិងយុវជនចំនួន20%មិនបានផឹកទឹកទាល់តែសោះដោយពួកគេគឺបានជ្រើសរើសភេសជ្ជៈផ្សេងៗជំនួសទឹកបរិសុទ្ធវិញដោយនេះហើយគឺជាហេតុដែលធ្វើឲ្យប៉ះពាល់ទៅដល់សុខភាពជាខ្លាំងកន្លឹះងាយៗនោះគឺអ្នកគ្រាន់តែព្យាយាមដាក់ដបទឹកនៅជិតខ្លួនមិនថាយើងធ្វើដំណើរទៅកន្លែងណាក៏ដោយគឺយើងកុំភ្លេចជាមួយនឹងដបទឹករបស់យើងតេតងទៅនឹងផ្លូវចិត្តផងដែរទឹកគឺដើរតួសំខាន់មែនទែនដែលធ្វើឲ្យផ្លូវចិត្តរបស់យើងគឺដើរបានស្រួលពីព្រោះថានៅពេលដែលយើងទទួលទានទឹកគឺអារម្មណ៍របស់យើងគឺស្រស់ស្រាយមានស្មារតីល្អហើយនឹងធ្វើឲ្យយើងមានការផ្ដោតអារម្មណ៍បានល្អទៀតប៉ុន្តែបើសិនជាអ្នកគឺជាប្រភេទមនុស្សដែលចូលចិត្តញ៉ាំភេសជ្ជៈផ្អែមខ្ញុំនឹងប្រាប់ពីរូបមន្តធ្វើភេសជ្ជៈសុខភាពវិធីនោះគឺងាយមែនទែនគឺយើងគ្រាន់តែយកផ្លែឈើណាដែលមានរសជាតិផ្អែមដូចជាផ្លែប៉ោមឬក៏ផ្លែក្រូចយើងអាចចិតវាជាចំណិតហើយយើងអាចដាក់ចូលទៅក្នុងកែវទឹករបស់យើងដើម្បីពិសាក៏បានដែរគឺវាធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយហើយវាមិនប៉ះពាល់ទៅដល់សុខភាពរបស់យើងដូចជាភេសជ្ជៈដែលយើងបានទិញនៅតាមទីផ្សារនោះទេហើយឥឡូវនេះខ្ញុំមានខលលើកទឹកចិត្តដល់ពុកម៉ែបងប្អូនទាំងអស់គ្នាព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថាអស់អ្នកណាដែលផឹកទឹកនេះនឹងត្រូវស្រេកទៀតតែអ្នកណាដែលផឹកទឹកខ្ញុំឲ្យនោះនឹងមិនស្រេកទៀតឡើយទឹកដែលខ្ញុំឲ្យនឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះដែលផុសឡើងដល់ទៅបានជីវិតអស់កលជានិច្ចហើយនៅថ្ងៃនេះនាងខ្ញុំក៏មានតែប៉ុណ្ណេះនាងខ្ញុំសូមអរគុណសូមព្រះប្រទានពរ